Honda VNX និង Yamaha Exciter គឺជាម៉ូតូរបស់ក្រុមហ៊ុនជប៉ុនដែលមានឈ្មោះបោះសម្លេងនិយមមួយហើយនៅក្នុងទីផ្សារប្រទេសវៀតណាម កម្ពុជា និងថៃជាដើមហើយនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកកូនក្រុមហ៊ុនជប៉ុនវៀតណាមទាំងពីរម៉ូដែលនេះដែលមានស្ពែកខ្ពស់ជាងគេប៉ុណ្ណោះមកធ្វើការប្រៀបធៀបថាតើម៉ូតូណាមួយដែលស័ក្តិសមបំផុតសម្រាប់អ្នកនរគ្នាសួស្តីបងប្អូនទាំងគ្នាជាពិសេសអ្នកដែលស្រឡាញ់ចូលចិត្តម៉ូតូខ្ញុំបាទ Mr. Moto ស្វាគមន៍មកកាន់ម៉ូតូសូនចំពោះម៉ូតូពីរម៉ូដែលនេះខ្ញុំសូមលើកយកការ design មុនមកធ្វើការប្រៀបធៀបដោយនាងទាំងពីរនេះត្រូវបានផលិតឡើងនៅក្នុងគោលគំនិតជាម៉ូតូ Sport កូនកាត់ពីររសជាតិគឺខោបីនិងស្វាត់បីដោយ Honda VNX ត្រូវបាន design ឡើងយកគំរូពី Sport Bike របស់ក្រុមហ៊ុន Honda គឺ Honda CBR ចំណែកឯ Yamaha Exciter 155 VVA ត្រូវបានផលិតឡើងតាមគំរូបងធំរបស់វា Yamaha All Series ដែលជាត្រកូល Motorsport របស់ក្រុមហ៊ុន Yamahaបន្ទាប់ពីការ design ម៉ាស៊ីនជាចំណុចក្តៅមួយផងដែរដែលអ្នកស្រឡាញ់ម៉ូតូទាំងអស់គ្នាចាប់អារម្មណ៍ Honda VNX Series ឆ្នាំ2024នេះបានបំពាក់ម៉ាស៊ីនថ្មីកម្លាំង 149cc ជាប្រភេទ DOHC មានដំណើរការច្រមុះ4តង់មានស៊ុបប៉ាប់ចំនួន4ដែលត្រូវបានកែប្រែថ្មីឲ្យដំណើរការស្រូបខ្យល់និងការបញ្ចេញផ្សែងចំហេះបានកាន់តែល្អជាងមុនម៉ាស៊ីននេះបញ្ចុះកម្ដៅដោយទឹកស្អំរំអិលកាត់បន្ថយសំណើមដោយប្រេងម៉ាស៊ីនចំណុះ 1.1 លីត្រកំអាប់ 10W30 ដំណើរការបាញ់សាំងដោយបេសាំងជាប្រភេទ PGMFI គ្រប់គ្រងសាំងដោយធុងសាំងចំនួន 4.5 លីត្របន្ថែមលើអ្វីដែលបានរៀបរាប់ខាងលើនេះគឺប្រព័ន្ធប្រអប់លេខ6វគ្គដែលបានបញ្ចូលនូវមុខងារពិសេសមួយដែលធ្លាប់តែប្រើនៅលើម៉ូតូ Sport ប៉ុណ្ណោះគឺមុខងារ Assist and Slipper Clutch ហើយមានតែនៅលើម៉ាស៊ីនស៊េរីឆ្នាំ2024ប៉ុណ្ណោះលើត្រកូល Honda VNX លើសពីនេះទៅទៀតម៉ាស៊ីនថ្មីនេះត្រូវបានផលិតឡើងនៅក្នុងរចនាសម្ព័ន្ធការពារសំណឹក Friction Reduction Technology ដោយ piston ត្រូវបានកូតបន្ថែមដោយលោហៈ polyimide ម្យ៉ាងទៀតជញ្ជាំងរបស់ស៊ីឡាំងនិង roller rocker arm ត្រូវបានផលិតឡើងក្នុងរចនាសម្ព័ន្ធកាត់បន្ថយសំណឹកដូចគ្នាទាំងអស់នេះធ្វើឲ្យ Honda VNX Series ឆ្នាំ2024នេះកាន់តែមានសន្ទុះខ្លាំងហើយស៊ីប្រេងឥន្ធនៈតិចបើនិយាយពីតិចម៉ាស៊ីនថ្មីនេះមានលំញ័រនិងសំឡេងក្នុងម៉ាស៊ីនតិចជាងមុនដោយក្រុមហ៊ុន Honda បានបំពាក់នូវបច្ចេកវិទ្យាកាត់បន្ថយលំញ័រនិងសំឡេងក្នុងម៉ាស៊ីន Superior Vibration Reduction and Noise Reduction Technologyជាចំណើបនិងល្អមែនទែនម៉ាស៊ីនថ្មីនេះហើយជាលទ្ធផលវាអាចផលិតកម្លាំងបានរហូតដល់ជាង15សេសក្នុងកម្រិតជុំម៉ាស៊ីន 9000 RPM និងកម្រិតរមូល 13.5 Nm ក្នុងកម្រិតជុំម៉ាស៊ីន 7000 RPM ឥឡូវយើងទុកម៉ាស៊ីន Honda VNX មួយឡែកសិនយើងមកនិយាយពីម៉ាស៊ីន Yamaha Exciter VVA ABS វិញម្ដងដោយ Yamaha Exciter ត្រូវបានបំពាក់នៅម៉ាស៊ីនស៊េរីថ្មីដែលធ្លាប់បានប្រើនៅលើ Yamaha R15 របស់ខ្លួនជាម៉ាស៊ីនកម្លាំង 155cc ប្រភេទ SOHC 4 stroke កាត់បន្ថយកម្ដៅដោយទឹកស្អំសើមរំអិលកាត់បន្ថយសំណើមដោយប្រេងម៉ាស៊ីនកំហាំ 10W40 ចំណុះ 0.8 លីត្រម៉ាស៊ីននេះមានប្រអប់លេខចំនួន6វគ្គភ្ជាប់ជាមួយនឹងមុខងារ Assist and Slipper Clutch ដូចទៅនឹង Honda VNX ដែរតែក្រុមហ៊ុន Yamaha បានបំពាក់បច្ចេកវិទ្យានេះមុនក្រុមហ៊ុន Honda ក្រៅពីការរៀបរាប់ខាងលើនេះគឺជាបច្ចេកវិទ្យា PVA ជាបច្ចេកវិទ្យាមួយជួយបង្កើនសន្ទុះម៉ាស៊ីននៅពេលម៉ាស៊ីនបើកក្នុងកម្រិត RPM ខ្ពស់ម៉ាស៊ីនល្អនៅមិនទាន់គ្រប់គ្រាន់ធ្វើឲ្យម៉ាស៊ីននេះខ្លាំងនៅឡើយទេដោយ Yamaha Exciter VVA ABS ត្រូវបានបំពាក់នៅប្រព័ន្ធ Air ស្រូបខ្យល់ធំជាងមុនដើម្បីបំពេញភាពស្រេកឃ្លានរបស់ម៉ាស៊ីននៅក្នុងដំណើរការចំហេះបិចសាំងគឺជាគ្រឿងបង្គុំដ៏សំខាន់មួយដែលបាញ់សាំងក្នុងដំណើរការចំហេះនេះដោយ Yamaha Exciter បានបំពាក់បិចសាំងថ្មីជាប្រភេទ Electronic Fuel Injection ដែលមានរុនបាញ់សាំងរហូតដល់10រុនផ្ដល់ការបាញ់សាំងបានល្អជាងមុននៅក្នុងបន្ទប់ចំហេះគ្រប់គ្រងដោយធុងសាំងចំណុះ 5.5 លីត្រហើយជាលទ្ធផលម៉ាស៊ីននេះអាចផលិតកម្លាំងបានរហូតដល់ 17.7 សេសក្នុងកម្រិតជុំម៉ាស៊ីន 9000 RPM និងកម្រិតរមូល 14.4 Nm ក្នុងកម្រិតជុំម៉ាស៊ីន 8000 RPM ក្រៅពីការប្រៀបធៀបខាងលើនេះបូមជាគ្រឿងបង្គុំដ៏សំខាន់ដោយម៉ូតូទាំងពីរនេះបានបំពាក់បូមមុខជាប្រភេទ Telescopic fork និងបូមក្រោយជាប្រភេទ Monoshock ចុះជាមួយនឹងសាស៊ីម៉ូតូផ្ទាល់ចំពោះកម្រិតគុណភាពបូមក្នុងការជិះគឺប្រហែលគ្នាដោយបូមនេះភ្ជាប់ជាមួយនឹងកង់ដែលបំពាក់សម្បកទំហំ 90/80 ដល់ 17MC ចំពោះកង់ខាងមុខនិងទំហំ 120/70 ដល់ 17MC នៅកង់ខាងក្រោយហើយកង់ទាំងអស់នេះគឺជាប្រភេទគ្មានពោះវៀនម្យ៉ាងវិញទៀតកង់របស់វាបានបំពាក់នៅប្រព័ន្ធ Front Disc ហើយកង់ខាងមុខបានភ្ជាប់នៅមុខងារ ABS បន្ថែមលើពីចំណុចរួមខាងលើនេះម៉ូតូទាំងពីរបានបំពាក់នៅមុខងារល្អសម្រាប់ការប្រើប្រាស់ដូចគ្នារួមមានមុខងារសាកថ្មទូរស័ព្ទប្រព័ន្ធច្បាក់ Ferd ដែលអាចបើកបរបានស្អាតល្អនិងប្រើប្រាស់បានយូរជាដើមហើយចំណុចមួយដែល Yamaha Exciter VVA
មានលើហងដាវីណេនោះគឺកងតាក់ប្រភ្លើងម៉ាស៊ីននៅពេលឈប់និង stop សរុបមកម៉ូតូទាំងពីរនេះមានការ design ចាស់ស្អាតរួមជាមួយនឹងការបំពាក់ម៉ាស៊ីនស៊េរីថ្មីពោពេញទៅដោយបច្ចេកវិទ្យាទំនើបៗទៀតនោះវាបានផ្ដល់រសជាតិម្យ៉ាងម្នាក់ទៅដល់អ្នកបើកបរប្រៀបដូចជាកាហ្វេ Ice Latte និង Ice Cappuccino អញ្ចឹងចំពោះខ្ញុំស្រឡាញ់ការ design របស់ Yamaha Exciter ជាងតើបងប្អូនអ្នកស្រឡាញ់ម៉ូតូក៏ដូចជាអ្នកធ្លាប់បានប្រើប្រាស់ម៉ូតូទាំងពីរ model នេះយល់យ៉ាងណាដែរអំពីការប្រៀបធៀបខាងលើសូមធ្វើការបញ្ចេញចំបល់របស់បងប្អូនក្នុង comment ខាងក្រោមខ្ញុំបាទ Mr. Moto សូមអរគុណនិងសូមជម្រាបលាបាយបាយ